នៅក្នុងជ្រុងតូចមួយនៃពិភពលោកមានសំឡេងស្ងាត់នៃបេះដូងក្មេងៗដែលមិនធ្លាប់ស្គាល់ពាក្យថាគ្រួសារពិតប្រាកដពាក្យរស់នៅក្នុងអង្គការ Happy Tree ជាទីកន្លែងដែលផ្ដល់ស្នាមញញឹមប៉ុន្តែมันអាចបំពេញគ្រប់ចន្លោះប៉ុន្តែมันអាចបំពេញគ្រប់ចន្លោះទំនេរនៅក្នុងចិត្តបានឡើយរាល់ព្រឹកពន្លឺថ្ងៃច្រាលចូលតាមបង្អួចប៉ុន្តែសម្រាប់ក្មេងកំព្រាពន្លឺនោះហាក់ដូចជាមិនកក់ក្ដៅដូចដៃម្ដាយឬសំឡេងហៅពីឪពុកឡើយពួកគេរៀនរស់ដោយខ្លួនឯងរៀនញញឹមទោះបីជាមានទឹកភ្នែកលាក់នៅពីក្រោយភ្នែកអង្គការ Happy Tree គឺជាទីសង្ឃឹមតែជីវិតក្មេងកំព្រានៅទីនោះតែពោពេញដោយការខ្វះខាតនៃក្តីស្រឡាញ់ជាក់ស្ដែងពួកគេចង់បានមិនមែនត្រឹមអាហារឬការអប់រំទេប៉ុន្តែជាអារម្មណ៍ថាមានអ្នកស្រឡាញ់មានអ្នកយល់ចិត្តនិងមានកន្លែងដែលហៅថាផ្ទះយប់ណាមួយពេលខ្យល់ត្រជាក់ផ្លុំកាត់ផ្លូវដ៏ស្ងៀមស្ងាត់ក្មេងៗមួយចំនួនគេងដោយការស្រមៃថាមានមនុស្សម្នាក់មកលួងលោមស្រមៃថាមានគ្រួសារមួយពងរងចាំពួកគេត្រឡប់ទៅផ្ទះប៉ុន្តែពេលភ្ញាក់ឡើងវិញគ្រប់អ្វីគ្រាន់ជាសុបិនមួយប៉ុណ្ណោះអង្គការ Happy Tree គឺជាទីសង្ឃឹមតែជីវិតក្មេងកំព្រានៅទីនោះតែពោពេញដោយការខ្វះខាតនៃក្តីស្រឡាញ់ជាក់ស្ដែងពួកគេចង់បានមិនមែនត្រឹមអាហារឬការអប់រំទេប៉ុន្តែជាអារម្មណ៍ថាមានអ្នកស្រឡាញ់មានអ្នកយល់ចិត្តនិងមានកន្លែងដែលហៅថាផ្ទះជីវិតរបស់ពួកគេគឺដូចជាបទភ្លេងមួយដែលលេងដោយសំឡេងសោកសៅប៉ុន្តែក៏នៅជាពីពេញដោយសេចក្តីស្រ